ម្លប់ចន្ទ្រានិមិត្តស្នេហ៍វិសាលជាអ្នកថតរូបទេសភាពវ័យ30ឆ្នាំដែលល្បីល្បាញដោយសារសមត្ថភាពចាប់យកព្រលឹងនៃទីកន្លែងនានារូបថតរបស់គាត់តែងតែមានអត្ថន័យជ្រាលជ្រៅដូចជាអាចារ្យទស្សនីយជាតិដែលមើលឃើញអតីតកាលបច្ចុប្បន្ននិងអនាគតក្នុងភាពស្ងប់ស្ងាត់មួយរំពេចទោះជាយ៉ាងណាជម្រៅទឹកចិត្តរបស់វិសាលផ្ទាល់បែរជាមានភាពទទេស្អាតមួយដែលគាត់ពុំអាចបំពេញបានគាត់បានធ្វើដំណើរទៅកាន់ទីកន្លែងជាច្រើនពីជ្រលងភ្នំដ៏ខ្ពស់រហូតដល់ឆ្នេរខ្សាត់ដ៏វែងអន្លាយក៏ប៉ុន្តែភាពឯកាមួយចំនួននៅតែស្ថិតនៅជាមួយគាត់ជានិច្ចដូចជាស្រមោលអន្ទោលតាមប្រាណព្រឹកមួយមុនថ្ងៃរះស្រាងៗវិសាលបានទៅដល់ប្រាសាទបុរាណមួយកន្លែងដែលស្ថិតនៅជាយក្រុងភ្នំពេញគាត់រៀបចំកាមេរ៉ារបស់គាត់ដោយមានបំណងចាប់យករស្មីដំបូងនៃព្រះអាទិត្យដែលចាំងចាំងលើថ្មប្រាសាទចាស់ៗភាពស្ងៀមស្ងាត់នៅពេលនោះហាក់ដូចជាកំពុងនិយាយរឿងរ៉ាវរាប់ពាន់ឆ្នាំវិសាលដាក់ភ្នែកទៅក្នុងកញ្ចក់កាមេរ៉ាហើយចុចថតរូបភាពដែលចេញមកពិតជាស្រស់ស្អាតក្រៃលែងតែនៅតែមានអ្វីមួយយ៉ាងបាត់បង់គឺភាពកក់ក្ដៅនៃជីវិតគាត់តែងតែគិតថាប្រហែលជាមានតែកែវភ្នែកមរកតដែលអាចមើលឃើញភាពស្រស់ស្អាតប្លែកពីធម្មតាហើយភាពស្រស់ស្អាតនោះអាចនឹងបំពេញភាពទទេក្នុងចិត្តគាត់បានពេលរសៀលវិសាលត្រឡប់ចូលក្រុងវិញគាត់បើកបរយឺតៗតាមផ្លូវតូចមួយដែលពោរពេញដោយផ្ទះចាស់ៗនិងដើមឈើធំៗរំពេចនោះភ្នែកគាត់ក៏ចាប់ទាញទៅហាងតូចមួយដែលមានហ្វាសាឈើចាស់តែលាបពណ៌ខៀវខ្ចីគួរឲ្យទាក់ទាញផ្កាអ័រឃីដេមួយតង់ដែលមានពណ៌សលាយស្វាយចាស់ដ៏កម្របានព្យួរនៅខាងមុខហាងជាមួយនឹងស្លាកយីហោសរសេរថាមនោរាមឈ្មោះហាងនេះធ្វើឲ្យគាត់នឹកឃើញដល់ពាក្យថាមនោរាមដែលមានន័យថាភាពរីករាយភាពស្រស់ស្អាតដែលអាចកើតចេញពីអារម្មណ៍ឬគំនិតវិសាលបានចតឡានហើយសម្រេចចិត្តចូលទៅមើលកែលវិសាលបោះជំហានចូលទៅក្នុងហាងមនោរម្យគាត់មានអារម្មណ៍ដូចជាបានបោះជំហានចូលទៅក្នុងពិភពមួយផ្សេងទៀតហាងនោះពោរពេញដោយវត្ថុសិប្បកម្មខ្មែរបុរាណដូចជាសូត្រវត្ថុឆ្លាក់ឈើនិងគ្រឿងអលង្ការប្រាក់ក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់បានសាយភាយពេញបរិវេណហាងនៅកណ្ដាលហាងស្រីម្នាក់កំពុងរៀបចំផ្កានាងមានសក់ខ្មៅវែងអន្លាយចងពាក់កណ្ដាលហើយស្លៀកសម្លៀកបំពាក់សូត្រពណ៌ក្រែមរូបរាងរបស់នាងផូរផុងជាមួយនឹងស្នាមញញឹមដ៏ទន់ភ្លន់តែហាក់មានស្រមោលទុកលាក់កំបាំងបន្តិចបន្តួចនៃកែវភ្នែកនាងគឺកែវមនោជាម្ចាស់ហាងសួស្ដីវិសាលនិយាយខ្ញុំឃើញផ្កាអ័រគីដេនៅខាងក្រៅហើយវាពិតជាស្រស់ស្អាតណាស់តើវាជាពូជកម្រមែនទេកែវមនោញាក់មកកอดប្រក់គួចជាមួយនឹងស្នាមញញឹមស្រទន់បាទវាជាពូជគុណពុផាដែលពិបាករកណាស់វារីកតែមួយឆ្នាំម្ដងហើយមានក្លិនពិសេសនៅពេលយប់អស្ចារ្យណាស់វិសាលឆ្លើយតបខ្ញុំជាអ្នកថតរូបហើយខ្ញុំពិតជាចាប់អារម្មណ៍នឹងសម្រស់របស់វាកែវមនោងក់ក្បាលអ្នកថតរូបហាងខ្ញុំប្រហែលជាមានអ្វីៗជាច្រើនដែលអាចឲ្យអ្នកថតបានពួកគេចាប់ផ្ដើមសន្ទនាគ្នាអំពីរឿងផ្កាពីរឿងវត្ថុសិប្បកម្មពីរឿងសម្រស់ធម្មជាតិនិងពីសាឡាក់វិសាលមានអារម្មណ៍ថាគាត់អាចនិយាយជាមួយនាងបានយូរអង្វែងដោយមិនមានអារម្មណ៍ធុញទ្រាន់កែវមនោជាមនុស្សស្រីម្នាក់ដែលពោរពេញដោយចំណេះដឹងនិងចំណង់ចំណូលចិត្តប៉ុន្តែក៏មានភាពស្ងៀមស្ងាត់មួយចំនួនដែលលាក់ទៅក្នុងចិត្តថងដែរនៅពេលដែលវិសាលត្រឡប់ទៅផ្ទះវិញគាត់ដឹងថាគាត់បានរកឃើញអ្វីមួយយ៉ាងដែលអាចបំពេញភាពទទេរបស់គាត់បានគឺរូបនាងផ្ទាល់ចាប់តាំងពីថ្ងៃនោះមកវិសាលបានរកលេសទៅលេងហាងមនោរម្យញឹកញាប់ពេលខ្លះគាត់ធ្វើជាទៅទិញវត្ថុសិប្បកម្មពេលខ្លះទៀតគាត់សូមអនុញ្ញាតថតរូបវត្ថុផ្សេងៗនៅក្នុងហាងរាល់ពេលគាត់តែងតែមានឱកាសនិយាយជាមួយកែវមនោពួកគេបានចែករំលែកនៅចំណងចំណូលចិត្តដូចគ្នាជាច្រើនដូចជាការស្រឡាញ់សិល្បៈការស្រឡាញ់ធម្មជាតិនិងការស្រឡាញ់រឿងរ៉ាវដែលលែកនៅពីក្រោយវត្ថុនីមួយៗវិសាលបានរៀនថាកែវមនោបានសាងហាងមនោរម្យនេះឡើងដោយសារនាងចង់អភិរក្សសិល្បៈខ្មែរហើយក៏ជាក្តីស្រមៃរបស់ម្ដាយនាងដែលបានចែកឋានទៅឲ្យនាងពិតជាមានការបដិសេធចិត្តខ្ពស់និងភាពរឹងមាំដែលធ្វើឲ្យវិសាលកាន់តែចាប់អារម្មណ៍ប៉ុន្តែវិសាលក៏បានសម្គាល់ឃើញដែរថានៅពេលដែលពួកគេនិយាយអំពីអនាគតឬទំនាក់ទំនងផ្ទាល់ខ្លួនកែវមនោតែងតែផ្លាស់ប្ដូរប្រធានបទឬមានការស្ទាក់ស្ទើរថ្ងៃមួយវិសាលបានអញ្ជើញនាងទៅទស្សនាពិព័រណ៍រូបថតរបស់គាត់
កែវម៉ាណូបានស្ទាក់ស្ទើរមួយសន្ទុះតែទីបំផុតក៏យល់ព្រមនៅក្នុងពិព័រណ៍នោះកែវម៉ាណូបានសរសេររូបថតរបស់វិសាលជាខ្លាំងជាពិសេសរូបថតនៃចាប់យករូបភាពប្រាសាទបុរាណនៅពេលព្រឹកព្រលឹមវាពិតជាមានប្រលឹងណាស់នាងនិយាយអ្នកអាចចាប់យកភាពស្ងៀមស្ងាត់និងកម្លាំងនៃទីកន្លែងបានយ៉ាងល្អខ្ញុំតែងតែគិតថាគ្រប់ទីកន្លែងគ្រប់វត្ថុសុទ្ធតែមានរឿងរ៉ាវរៀងៗខ្លួនវិសាលឆ្លើយតែពេលខ្លះរឿងរ៉ាវទាំងនោះពិបាកនឹងយល់ឬក៏ពិបាកនឹងទទួលយកកែវម៉ាណូសម្លឹងមកកត់ដោយភ្នែកដែលពោពេញដោយអត្ថន័យអ្នកនិយាយត្រូវរឿងខ្លះល្អណាស់ដែលយើងចង់ចាំជារៀងរហូតតែរឿងខ្លះទៀតឈឺចាប់ណាស់ដែលយើងចង់បំភ្លេចចោលនៅពេលនោះវិសាលបានដឹងថាកែវម៉ាណូមានអតីតកាលមួយដែលពោពេញទៅដោយការឈឺចាប់ភាពស្ងៀមស្ងាត់របស់នាងមិនមែនជាភាពប្រងើយតន្ទើយនោះទេតែជាការប្រងការបេះដូងរបស់នាងគាត់កាន់តែមានបំណងចង់ស្វែងយល់ពីនាងនិងចង់ព្យាបាលស្នាមរបួសរបស់នាងទំនាក់ទំនងរវាងវិសាលនិងកែវម៉ាណូកាន់តែរីកចម្រើនពួកគេបានចំណាយពេលជាមួយគ្នាកាន់តែច្រើនទាំងនៅហាងទាំងនៅកន្លែងផ្សេងៗពួកគេបានដើរលេងតាមមាត់ទន្លេញ៉ាំកាហ្វេនៅហាងចាស់ៗនិងចែករំលែកក្តីស្រមៃរបស់ពួកគេវិសាលបានដឹងថាគាត់បានលងស្រឡាញ់កែវម៉ាណូជាខ្លាំងមិនមែនត្រឹមតែរូបរាងខាងក្រៅនោះទេតែជាប្រលឹងដ៏ស្រស់ស្អាតរបស់នាងថ្ងៃមួយវិសាលបានទទួលសំណើពីទស្សនាវដ្តីវប្បធម៌អន្តរជាតិមួយដើម្បីទៅថតរូបទេសភាពនិងវប្បធម៌នៅតាមបណ្ដាខេត្តនានារបស់កម្ពុជារយៈពេល3ខែនេះជាឱកាសដ៏ធំមួយសម្រាប់អាជីពរបស់គាត់បានទៅប្រាប់កែវម៉ាណូអំពីដំណឹងនេះគាត់រំពឹងថានាងនឹងអបអរសាទរប៉ុន្តែនាងបែរជាស្ងៀមស្ងាត់ទៅវិញល្អណាស់វិសាលនេះជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកនាងនិយាយជាមួយស្នាមញញឹមបង្ខំបងនឹងនឹកអូនណាស់វិសាលឆ្លើយតែបងនឹងទូរស័ព្ទទៅអូនជារៀងរាល់ថ្ងៃកែវម៉ាណូងក់ក្បាលតែនាងមិនបាននិយាយអ្វីច្រើនទៀតឡើយវិសាលមានអារម្មណ៍ថាមានអ្វីមួយយ៉ាងដែលមិនប្រក្រតីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមុនពេលគាត់ចេញដំណើរកែវម៉ាណូហាក់ដូចជាកាន់តែឃ្លាតឆ្ងាយពីគាត់នាងឡើងនិយាយច្រើនដូចមុនហើយពេលខ្លះក៏កេញមកគាត់ថែមទៀតវិសាលមានការព្រួយបារម្ភយ៉ាងខ្លាំងនៅយប់មុនពេលចេញដំណើរវិសាលបានទៅលេងហាងមនោរម្យជាលើកចុងក្រោយគាត់បានឃើញកែវម៉ាណូអង្គុយម្នាក់ឯងនៅកណ្ដាលហាងជាមួយនឹងពន្លឺស្រមោលនៃចង្កៀងនាងមើលទៅហាក់ដូចជាកំពុងគិតអ្វីមួយយ៉ាងដ៏ជ្រាលជ្រៅកែវម៉ាណូវិសាលហៅនាងមានរឿងអីមែនទេបងមានអារម្មណ៍ថាអូនកំពុងលាក់អ្វីមួយយ៉ាងពីបងកែវម៉ាណូងើបមុខមកទឹកភ្នែកបានហូរលើថ្ពាល់នាងវិសាលខ្ញុំខ្លាចណាស់ខ្លាចអ្វីវិសាលសួរទាំងបារម្ភគាត់បានចូលទៅអង្គុយនៅក្បែរនាងខ្ញុំធ្លាប់មានគូដណ្ដឹងម្នាក់ពីមុនកែវម៉ាណូចាប់ផ្ដើមនិយាយនៅជាមួយនឹងសំឡេងញាក់ញ័រយើងស្រឡាញ់គ្នាណាស់យើងមានក្តីស្រមៃច្រើនណាស់ជាមួយគ្នាតែគាត់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃរៀបការរបស់យើងខ្ញុំបានបាត់បង់អ្វីៗទាំងអស់ខ្ញុំបានបាត់បង់គាត់បាត់បង់ក្តីសង្ឃឹមនិងបាត់បង់ជំនឿលើស្នេហានាងងើបមុខមើលវិសាលខ្ញុំខ្លាចថាបើខ្ញុំស្រឡាញ់នរណាម្នាក់ម្ដងទៀតខ្ញុំនឹងទៅបាត់បង់គាត់ម្ដងទៀតខ្ញុំខ្លាចការឈឺចាប់នោះខ្ញុំខ្លាចថាបើអ្នកទៅឆ្ងាយខ្ញុំនឹងត្រូវនៅម្នាក់ឯងម្ដងទៀតឆ្នាំគំនូប្រលឹងវិសាលស្ដាប់នាងដោយយកចិត្តទុកដាក់គាត់បានចាប់ដៃនាងជាប់បងយល់ពីអារម្មណ៍អូនបងដឹងថាអតីតកាលរបស់អូនបានបន្សល់ទុកនៅស្នាមរបួសដ៏ធំធេងតែបងចង់ឲ្យអូនដឹងថាមិនមែនស្នេហាទាំងអស់សុទ្ធតែនាំមកនៅការឈឺចាប់នោះទេគាត់បានដកកាមេរ៉ារបស់គាត់ចេញហើយបាសរូបភាពមួយនោះគឺជារូបថតហាងមនោរម្យតែជាពិសេសគឺជារូបភាពស្រមោលរបស់កែវម៉ាណូកំពុងរៀបផ្កាជាមួយនឹងពន្លឺចន្ទ្រាដ៏ស្រទន់ចាំងចូលតាមបង្អួតរូបភាពនោះពោពេញដោយភាពអាថ៌កំបាំងនិងភាពស្រស់ស្អាតបងបានថតរូបនេះពេលអូនមិនបានចាប់អារម្មណ៍វិសាលនិយាយបងបានដាក់ចំណងជើងថានិមិត្តស្នេហ៍សម្រាប់បងអូនគឺជានិមិត្តស្នេហ៍របស់បងសម្រស់របស់អូនភាពរឹងមាំរបស់អូននិងក្តីស្រមៃរបស់អូនបានបង្កើតជាស្នេហាថ្មីមួយនៅក្នុងចិត្តបងដឹងថាការបាត់បង់ពិតជាឈឺចាប់ណាស់តែបងក៏ដឹងដែរថាស្នេហាអាចព្យាបាលបានបងនឹងមិនទៅណាទេបើអូនមិនទាន់ត្រៀមខ្លួនវិសាលបន្ត
បងនឹងនៅទីនេះជាមួយអូនមិនថាមានរឿងអ្វីកើតឡើងនោះទេបងនឹងក្លាយជាម្លប់ដ៏ត្រជាក់សម្រាប់អូននៅក្នុងពេលថ្ងៃក្តៅហើយនឹងជាពន្លឺសម្រាប់អូននៅក្នុងពេលយប់ងងឹតបងមិនចង់ឲ្យអូនភ័យខ្លាចទៀតទេកែវមโนសម្លឹងមូលវិសាលនាងឃើញភាពស្មោះត្រង់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនៅក្នុងភ្នែករបស់គាត់បេះដូងដ៏ធ្លាប់បិទជិតរបស់នាងបានបើកបន្តិចម្ដងនាងចាប់ផ្ដើមជឿថាវិសាលអាចជាមនុស្សម្នាក់ដែលអាចជួយនាងឲ្យឆ្លងផុតពីអតីតកាលដ៏ឈឺចាប់របស់នាងបានវិសាលនាងខ្សឹបខ្ញុំក៏ស្រឡាញ់អ្នកដែរទឹកភ្នែកបានហូរចុះមកទៀតតែលើកនេះគឺជាទឹកភ្នែកនៃក្តីសង្ឃឹមនិងក្តីស្រឡាញ់វិសាលបានអោបនាងយ៉ាងណានដោយមានអារម្មណ៍ថាភាពទទេនៅក្នុងចិត្តរបស់គាត់បានបំពេញពេញបរិបូរណ៍ហើយចាំលើកថ្មីនៃក្តីសង្ឃឹមបន្ទាប់ពីយប់នោះកែវមโนបានសម្រេចចិត្តបើកចិត្តរបស់នាងទៅកាន់វិសាលនាងបានដឹងថានាងមិនអាចរស់នៅក្នុងស្រមោលអតីតកាលជារៀងរហូតបានទេវិសាលបានសម្រេចចិត្តទៅតាមការងារថតរូបរបស់គាត់ប៉ុន្តែពួកគេបានសន្យាថានឹងរក្សាទាក់ទងជានិច្ចក្នុងរយៈពេល3ខែនោះវិសាលបានផ្ញើរូបថតជាច្រើនទៅកាន់កែវមโนដែលជារូបថតនៃទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដាខេត្តនានារូបថតទាំងនោះមិនមែនត្រឹមតែជារូបភាពធម្មតានោះទេតែជារូបថតដែលវិសាលបានផ្ដិតយករាល់អារម្មណ៍រាល់ក្តីនឹករលឹកដែលគាត់មានចំពោះនាងគាត់តែងតែសរសេរសារខ្លីៗទៅកាន់នាងនិយាយពីអ្វីដែលគាត់បានឃើញអ្វីដែលគាត់បានឮនិងអ្វីដែលគាត់បាននឹកដល់នាងកែវមโนវិញក៏បានឆ្លើយតបទៅគាត់វិញដោយរៀបរាប់ពីអ្វីដែលនាងបានធ្វើនៅហាងនិងក្តីរលឹកចំពោះគាត់ការឃ្លាតឆ្ងាយគ្នាបានធ្វើឲ្យចំណងស្នេហារបស់ពួកគេកាន់តែរឹងមាំកែវមโนបានរៀនទុកចិត្តលើវិសាលហើយរៀនបើកបេះដូងរបស់នាងជាថ្មីនាងបានដឹងថាស្នេហាមិនមែនជាការបាត់បង់នោះទេតែជាការផ្ដល់ឲ្យនិងការចែករំលែកគ្រប់ចន្ទ្រានិមិត្តស្នេហ៍3ខែបានកន្លងផុតទៅវិសាលបានត្រឡប់មកភ្នំពេញវិញគាត់បានទៅកាន់ហាងមโนរាមភ្លាមៗកែវមโนបានរត់ចេញមកទទួលគាត់ជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រងដែលវិសាលមិនធ្លាប់ឃើញពីមុនមកគ្មានស្រមោលទុកសោកនៅក្នុងភ្នែករបស់នាងទៀតឡើយពួកគេបានអោបគ្នាយ៉ាងណែនហាក់ដូចជាមិនចង់ឲ្យគ្នាទៅណាឆ្ងាយពីគ្នាទៀតឡើយបងនឹកអូនណាស់កែវមโนវិសាលខ្សឹបខ្ញុំក៏នឹកអ្នកដែរវិសាលនាងឆ្លើយអ្នកបាននាំពន្លឺមកក្នុងជីវិតខ្ញុំថ្ងៃមួយវិសាលបាននាំកែវមโนទៅកាន់ប្រាសាទបុរាណដែលគាត់ធ្លាប់ទៅថតរូបនៅពេលព្រឹកព្រលឹមដែលជាកន្លែងដែលគាត់ធ្លាប់មានអារម្មណ៍ទទេស្អាតពួកគេបានអង្គុយនៅលើថ្មប្រាសាទចាស់ៗមើលថ្ងៃលិចពន្លឺពណ៌មាសបានចាំងចែងលើថ្មប្រាសាទបង្កើតជាទេសភាពដ៏ស្រស់ស្អាតបងធ្លាប់មានអារម្មណ៍ទទេស្អាតនៅទីនេះវិសាលនិយាយតែឥឡូវពេលមានអូននៅក្បែរអារម្មណ៍នោះបានបាត់បង់អស់ហើយអូនបានបំពេញភាពទទេនោះកែវមโนញញឹមហើយផ្អែកក្បាលទៅលើស្មារបស់វិសាលអ្នកក៏ដូចគ្នាដែរអ្នកបានបង្ហាញខ្ញុំថាស្នេហាអាចជាម្លប់ដ៏ត្រជាក់និងជាពន្លឺដ៏កក់ក្ដៅពួកគេបានចាប់ដៃគ្នាហើយសម្លឹងមើលទៅមេឃាដែលពោរពេញទៅដោយពណ៌លឿងទុំនៃថ្ងៃលិចព្រះច័ន្ទកំពុងរះឡើងយឺតបង្កើតជាម្លប់ដ៏ស្រទន់សម្រាប់វិសាលនិងកែវមโนម្លប់ចន្ទ្រានោះមិនមែនជាទីកន្លែងនៃភាពឯកោទៀតនោះទេតែជាទីកន្លែងដែលស្នេហារបស់ពួកគេបានរីកដុះដាលដូចជាផ្កាគុណបុប្ផាដ៏កម្ររបស់កែវមโนវាជានិមិត្តស្នេហ៍របស់ពួកគេដែលបានបង្កើតឡើងពីក្តីសង្ឃឹមការជឿជាក់និងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធពួកគេបានដឹងថាជីវិតរបស់ពួកគេឥឡូវនេះត្រូវបានចងជាប់គ្នាជារៀងរហូតក្រោមមេឃាដ៏ធំទូលាយជាមួយនឹងក្តីស្រមៃរួមគ្នាជាច្រើនទៀតដែលពួកគេនឹងកសាងឡើងជាមួយគ្នា